នៅក្នុងភាគមុនគឺយើងបានទទួលវិស្វករឲ្យមកសាងសង់ផ្ទះឲ្យយើងអញ្ចឹងនៅក្នុងភាគនេះគឺយើងទៅកាត់ខ្សែបូដើម្បីចូលទៅកាន់ផ្ទះរបស់យើងទាំងអស់គ្នាហើយផ្ទះរបស់ខ្ញុំមើលពីខាងក្រៅទៅគឺស្អាតខ្លាំងមែនទែនប៉ុន្តែដល់ពេលចូលទៅដល់ខាងក្នុងគឺឡើងទលាយល្វឹងតែម្ដងឌីកស្អីបន្តិចក៏អត់មានដែរតុកទូកអីក្រែគឺអត់មានទាំងអស់ហើយខ្ញុំពិតជាខឹងវិស្វករខ្លាំងមែនទែនខ្ញុំបានទៅតវ៉ាជាមួយគាត់ឆ្លោះជាមួយគាត់ថាមិនបានសាងសង់តែសបកផ្ទះឲ្យខ្ញុំអត់មានអីនៅខាងក្នុងផ្ទះសោះអញ្ចឹងហើយអ្វីដែលគាត់ឆ្លើយតបមកកាន់ខ្ញុំវិញគឺលុយបើចង់ឲ្យគាត់សាងសង់ខាងក្នុងនឹងតតែមានលុយឲ្យគាត់ថែមទៀតខ្ញុំជាមួយប្រូតែពិតជាខឹងគាត់ខ្លាំងមែនទែនហើយគ្នាយើងក្នុង live បានបាញ់លុយឲ្យខ្ញុំ donate លុយឲ្យខ្ញុំនៅក្នុង P-Full នឹងច្រើនមែនទែនអញ្ចឹងចាំមើលទាំងអស់គ្នាថាយើងអាចគ្រប់លុយសាងសង់ដេកផ្ទះរបស់យើងអត់ហើយតម្លៃនៃការដេកតុបតែងផ្ទះហ្នឹងគឺមានតម្លៃប្រមាណចាំតាមដានទាំងអស់គ្នាមិនត្រឹមតែប៉ុណ្្នឹងទេគឺមានព្រឹត្តិការណ៍កំ pl ែងជាច្រើនទៀតនៅក្នុងភាគនេះហើយខ្ញុំចង់សួរអ្នកទាំងអស់គ្នាមួយម៉ាត់ថាជឿលើបនបាបអត់ជឿមិនជឿចាំតាមដានវីដេអូហ្នឹងទៅអញ្ចឹងតោះមុននឹងចូលសង្ឃឹមទាំងគ្នាយើងចុច like ឬមួយក៏ចុចបេះដូងទៅលើវីដេអូនេះម្នាក់មួយផងដើម្បីឲ្យកម្លាំងចិត្តមកកាន់ខ្ញុំជាពិសេសចុច subscribe បើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំនៅពេលក្រោយទៀតអញ្ចឹងអរគុណច្រើនសម្រាប់ការ subscribe និង like តោះចូលទៅកាន់វីដេអូអរគុណទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្ងៃទី4នៅក្នុង server Master Peaceful ហ្នឹងហើយអញ្ចឹងការពី live លើកមុនគ្នាយើងដឹងហើយខ្ញុំបានជួលវិស្វករមកឲ្យសង់ផ្ទះរបស់ខ្ញុំហើយខ្ញុំបានឲ្យលុយគាត់ចំនួន 50000 និយាយទៅ 50% មុនហើយអញ្ចឹងថ្ងៃនេះយើងត្រូវទៅបង់លុយគាត់ផ្ដាច់ហើយយើងចូលមើលផ្ទះយើងតែម្ដងអញ្ចឹងចាំមើលទាំងអស់គ្នាថាផ្ទះខ្ញុំមានរូបរាងបែបណាហ្នឹងហើយខ្ញុំពិតជាចង់ឃើញខ្លាំងមែនទេហ្នឹងហើយយោប្រូចង់និយាយថាចេះមានទៅលួចមើលផ្ទះបានមុនខ្ញុំអត់ខ្ញុំលួចមើលបានមុនដែរប្រូខ្ញុំប្រូមិនបានទៅលួចមើលផ្ទះខ្ញុំមុនខ្ញុំអញ្ចឹងខ្ញុំចូលហ្គេមឃើញនៅកន្លែងណាខ្ញុំធ្វើមិនប្រូអូខេតា1 2 3 let's go ប៊ូអូយោផ្ទះស្អាតមែនយោអានេះផ្ទះបែបអីគេប្រូអានេះផ្ទះបែបអីគេហើយខ្មែររួយបែបអីគេហ្នឹងដូចកូនកាត់បែបនេះណាធ្លាក់កោប្រូแล้วគេសោះដៃហ្នឹងប្រូមិនដើរធ្លាក់តលូចឹងប្រូខ្ញុំឆ្ងល់ប្រហែលដូចឆ្មក់រឿងធ្លាក់លូហ្នឹងហ្មងខ្ញុំដឹងដែរចូលអូមានប្រកាសទៀតចូលមានប្រកាសទៀតចូលមេជាងមកប្រហើយយល់សួស្ដីមេជាងលឺចាំទីមយកនេះចង់តុកសិនអូខេចង់ហ្នឹងអត់អីសុវត្ថិភាពជឿខ្ញុំហើយអានេះហ្គាសរបស់មេជាងមែនយេហ្គាសសង់ដបូលអូយមកហើយអូប្រើហ្គាសហ្នឹងដើម្បីសង់ដបូលមែនកាន់តែធ្លាក់ចុះមកឡើងទៅស្រួលឥឡូវអាប់ដេតថ្មីវាស្រួលឈរលើវាទៅដូចយើងឈរលើប្លុក 3x3 អញ្ចឹងស្រួលវាជាងមុនអូខេអញ្ចឹងគាត់ប្រើហ្គាសនេះដើម្បីជួយសាងសង់ផ្ទះឲ្យខ្ញុំហ្នឹងហើយឥឡូវខ្ញុំសុំសួរនេះផ្ទះនេះចេញមកស្អាតហ្មងនេះអាហ្នឹងបែបអីគេបែបខ្មែររួយបែបអីគេនេះកូនកាត់ហ៎មិនដឹងបែបអីទេដឹងតែថា concept ចង់ឲ្យបែបនៅឆ្នេរបែបនៅដូច resort បែបនៅឆ្នេរនៅឆ្នេរអញ្ចឹងកំសាន្តអញ្ចឹងម្យ៉ាងឲ្យវាត្រូវទីមគ្នាជាមួយនឹងពាក្យថា peaceful នៅ lobby របស់យើងផងក៏ចង់ធ្វើឲ្យវាជិះមកអញ្ចឹងទៅលើទឹកដូចគ្នាអូទឹកមានទឹកនេះអត់មានទឹកហ្នឹងតែនេះបែបទឹកហ៎មានទឹកអញ្ចឹងសប៉ានិមិត្តហើយមិនអត់ដាក់ទឹកមែនទេអញ្ចឹងអត់តនេដាក់វាដាក់ទឹកស្អាតវាចេញពណ៌ទឹកបាច់វាដូចនៅ lobby យើងឯងបើនៅហុបយើង spawn យើងវាចេញពណ៌យើងឆេញ biome អញ្ចឹងពេលវាតែនៅនេះយើង survival យើងអត់អាចឆេញ biome បានយើងមានតែដាក់ពណ៌ហ្នឹងបណ្ដោយអូខេអត់អីខ្ញុំដាក់ទឹកខ្លួនឯងចាំខ្ញុំដាក់ខ្លួនឯងអត់អីខ្ញុំសុខចិត្តអត់ស្អាតសំខាន់ឲ្យតែបានទឹកខ្ញុំទុកស្ទូចត្រីទុកជីទូកលេងជាមួយអ្នកភូមិខ្ញុំគឺខ្ញុំសុខចិត្តហ្នឹងហើយអត់អីមេជាងឥឡូវអូយទៀតស្អាតមែនទេខ្ញុំចង់ចូល review នេះតែឈប់សិនចូលបានមិននៅខ្វះ 50000 ទៀតខ្វះ 50000 ទៀតតន់ឲ្យខ្ញុំហងអីគេចូលទៅមើលផ្ទះគេសិនមិនគេឲ្យលុយអីឲ្យសិនមិនអាចចូលតែគេចូលទៅមើលផ្ទះគេសិនគេពេញចិត្តមិនគេឲ្យលុយយើងមិនសមអ្នកគ្នាយើងនិយាយគ្នាដំបូងថាបងមនុស្សហើយឥឡូវអត់មានមនុស្សបងហើយនេះដូចគេវាឡើងហើយនេះអត់តន់ឃើញបងសោះអ្នកគ្នាដូចអត់មានបងមនុស្សហើយនេះលើបងផ្ដាច់ហ្មងមកឥឡូវនេះគាត់ទាលុយខ្ញុំបងផ្ដាច់ហើយខ្ញុំនៅប៉ុន្មានទៀតខ្ញុំនៅជាពាក់ប៉ុន្មានទៀត50000ទៀតណែឥឡូវខ្ញុំគួរតើឲ្យគាត់50000មុនអត់ឬមួយក៏ត្រូវចូលទៅមើលផ្ទះសិនឥឡូវឈប់ខ្ញុំមើល comment សិនមើលបងប្អូនយើងសិនអូគ្នាយើងភាគច្រើនគឺឲ្យពេញហ្នឹងអូខេតោះឥឡូវខ្ញុំ pay មុនក៏បានដែរលុយខ្ញុំច្រើនណាស់យល់ទេលុយខ្ញុំឥឡូវហ្នឹងគឺមានរហូតទៅដល់ 90000 ទៀតលុយខ្ញុំកោអស់ហើយអញ្ចឹងទៀតលុយខ្ញុំកោថែមទៀតហើយអីកោវិញសង់ហើយខ្ញុំអត់ជួលទៀតហ៎កោអត់កើតទេមកឥឡូវខ្ញុំ pay ឲ្យឡាទៀតក៏មកជួលទៀតដែរអញ្ចឹងបាញ់លុយមកអត់ទេចង់ថាតោះ best ទី2អាចនឹងមានការជួលអីអញ្ចឹងទៅតែឥឡូវ best នេះគឺលែងជួលហើយឥឡូវបាញ់លុយមកសិនអត់ឃើញលុយមកនេះតែបាញ់ឲ្យសិនលប់ 50000 រៀលមកអាចកាត់ខ្សែបោបានចាប់ដើមកាត់ខ្សែបោបានអូកាត់ខ្សែបោទៀតយោអូមនុស្សច្រើនមែនទេមិញខ្ញុំបិទ play យកឲ្យឃើញពួកគាត់ដើម្បីស្រួលនិយាយគ្នាមួយ builder អញ្ចឹងណាឥឡូវណែមកឡើងមកកណោចាំកាត់ខ្សែបោចូលផ្ទះតែឥឡូវយកទាំងអស់គ្នាប៉អូខេតកាត់ខ្សែបោចូលផ្ទះ bro ផ្ទះយើងទាំងពីរនាក់ណា bro ខ្ញុំកាត់មួយអូខេណែ right កាត់ខាងនោះមួយដែរមកកាត់មកLet's go ចូលផ្ទះខ្ញុំមានចង់មើលជុំវិញផ្ទះសិនអីប្រូចូលមើលជុំវិញផ្ទះសិនអូខេតឥឡូវយើងមើលជុំវិញផ្ទះសិនផ្ទះមានរូបរាងអញ្ចឹងដូចគ្នាយើងឃើញអញ្ចឹងជុំវិញផ្ទះគឺព័ទ្ធដោយទឹកហ្មងនេះគឺទឹកព័ទ្ធជុំវិញហ្នឹងហ្មងមកកាប៊ីអានេះទឹក
ព័ទ្ធជុំវិញទាំងអស់ហ្មងមែន ហ្នឹងហើយ អូខេអញ្ចឹងផ្ទះខ្ញុំដូចប្រាសាទអង្គរវត្តអញ្ចឹងគ្នាយើងមានទឹកព័ទ្ធជុំវិញអូឡូវមែន កន្សប់នេះគឺកន្សប់ពីប្រាសាទអង្គរវត្តហើយយើងតែចាក់ជុំហ្មងនេះគឺមានស្ពានមានអីហើយនេះខាងក្រោយផ្ទះខ្ញុំនេះខ្ញុំអូស្តៀងមុខផ្ទះដែរខាងក្រោយអញ្ចឹងមកនេះផ្ទះខ្ញុំមានមុខពីរនេះមានស្ពានខាងក្រោយនេះចូលទៀតហ្នឹងហើយអែនស្រែមែនតើពោពេញទៅដោយធម្មជាតិហ្មងនេះខ្យល់ចេញចូលក៏ល្អដែរណាមើលប្លុកខ្យល់អែនស្រែប្អួតក៏ធំធំដែរនោះមើលអញ្ចឹងមើលខាងក្រៅខ្ញុំហោះឲ្យគ្នាយើងដកព្រលឹងឲ្យគ្នាយើងមើលហ្មងតើនេះគឺផ្ទះខ្ញុំមានរូបរាងស្អាតមែនតើមិនដាំដើមអីណាអូខេលយខាងក្រៅគឺស្អាតមែនតើខ្ញុំស្រឡាញ់តើអញ្ចឹងបន្ទាប់ពីយើងមើលខាងក្រៅហើយដល់ម៉ោងយើងទៅមើលខាងក្នុងហីតើ bro come on bro ខ្ញុំខាន់វេតសម្រាប់ទៅមើលខាងក្នុងនេះស្វាគមន៍មកកាន់ខាងក្នុងនេះយើងអូឡើងទលាយហ្នឹងកោសេរីអូមានផ្លូវនេះចេញទៀតផ្លូវនេះចេញមកណាជុំកន្លែងគេ កន្លែងបេះយ៉ាងណានេះ អូកន្លែងនេះកន្លែងខ្ញុំ spawn មែនខ្ញុំ slash base មក spawn កន្លែងហ្នឹងមែនម៉ាក់ ហ្នឹងហើយ អូខេលយហើយស្ពាននេះឆ្លងមកកន្លែងនេះចុះកន្លែងនេះកន្លែងគេ អាហ្នឹងប្រសេងទិញគ្រឿងសង្ហារឹមមកដាក់ទៅប្រសេងចង់ដាក់អីដាក់ហ្នឹងទៅខ្ញុំវាលឲ្យហើយកន្លែងដាក់ អញ្ចឹងខ្ញុំអត់តន់រៀបចំដេកខាងក្នុងឲ្យខ្ញុំដែរចុះ ចំមួយខ្សែហ្នឹងតែសបកផ្ទះហ្នឹងឯងគ្រឿងសង្ហារឹមប្រសេងរហូតទិញខ្លួនឯងធ្វើខ្លួនឯងហ្នឹងឯងដល់អត់ទេមានតែជួយខ្ញុំឲ្យរហូតទិញឲ្យឬក៏ធ្វើឲ្យថែមទៀតអញ្ចឹងហ៎ វាដាក់អូកោយមកហើយអូ លុយ90000ជាងហ្នឹងវាមិនតន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេ អូកោហើយ bro គេកោយើងបានហើយ bro គេសង់ទៅសបកផ្ទះឲ្យយើងហ្នឹង មុនហ្នឹងបានគេបោះសម្ដីថាកុំយ៉ាត់ជួគេទៀតហ៎ អូតាមពិតចឹងសោះចុះឥឡូវតាមមើលអស់សិនក៏អត់ដេកទាំងអស់ហ្មងមែននេះយើងក្នុងផ្ទះស្អាតប៉ុន្តែក៏អត់មានដេកក៏អត់មានតុបតែងអីប្រហែលចុះប្រហែលមើលឥឡូវឡើងទៅខាងលើមើលសិនខាងលើគឺងាប់ចប់បាត់ហើយ bro អើយ ចាប់បានចប់បាត់ហើយ bro ខែដេកមួយក៏គ្មានដែរ bro ចប់មកឡើងចន់លើទៀតនេះមិនចន់លើទៀតមកឡើងមកចន់លើ តែក៏ខ្ញុំធ្វើខ្លះតែដំបងតែដល់ពេលខ្ញុំនឹកឃើញថាអត់ឲ្យលុយខ្ញុំវាយចោលវិញដំបងខ្ញុំធ្វើហើយក៏តែអត់នឹកឃើញថាគេឲ្យលុយហោះក៏វាយចោលវិញតែបើសិនជាឲ្យលុយខ្ញុំធ្វើឲ្យវិញ អូចប់បាត់ហើយមានអាឆ្លៀតធ្វើឲ្យវាយចោលទៀតអូ bro ចប់បាត់ហើយអស់ល្អមួយគ្នាបាត់ហើយ ថ្មី bro អាហ្នឹងត្រូវអីនៅជីវិតប៉ិតក៏អញ្ចឹងណាយើងទិញផ្ទះបានតែសបកផ្ទះដែរ bro អូ តាមត្រូវតែចាំបាត់ទៅសបកទេហេ បាត់ហើយ ចាគ្រឿងក្នុងគ្រឿងសង្ហារឹមអីហ្នឹងយើងត្រូវទិញខ្លួនឯងដែរព្រេចគិតដែរ bro ហ្នឹងហើយត្រូវហើយនៅជីវិតពិតយើងទិញដូចទិញបរិយទិញអីក៏គេដេកយើងទិញទួចដែរហើយក្រៅពីហ្នឹងយើងដេកខ្លួនឯងតែយើងចាយលុយដេកថែមទៀតទៅ ហ្នឹងហើយ ហ្នឹងហើយចាប់បាត់ហើយ bro សំខាន់ត្រូវអស់លុយមួយតង់ទៀត bro យើងត្រូវសំលុយ upgrade base យើង bro យើងចាយលុយទៀតវាអស់លុយយើងលេងណា នៅតែមិន bro ចាយថែមទៀតទៅដើម្បីផ្ទះយើងស្អាត Damn សបកផ្ទះឡើងស្អាតប្លង់ឡើងលុយតែអត់មានដេកអីសោះ bro មើលកន្លែងទទួលភ្ញៀវក៏គ្មានបន្ទប់ដេកក៏គ្មានក្រែគ្មានអីចាប់ហើយ អត់មាន free តុកអីមួយហ្មង free ចង់ free ឡើងឥឡូវចង់ថាចេះយកទិញបរិយក៏គេដេកអីទិញទួចកន្លែងដូចទូដាក់ទទួលហើយអញ្ចឹងណាហើយចក្រានបាយដែរហើយមិនឥឡូវអត់មាន free ខ្ញុំសោះ bro អត់ទេខ្ញុំតបហើយយ៉ាងណាក៏ free ខ្លះដែរ អូឥឡូវដំបងខ្ញុំគិតថាអ៊ីនតេរីហ្នឹងខ្ញុំយក$100,000ទៀតតែដល់ពេលតវ៉ាអញ្ចឹងពេលខ្ញុំយកទៅ50000វិញអូខេអត់ 5ងាប់មានដែរ bro លុយរៃម៉ាន bro លុយរៃមានម៉ាន លុយខ្ញុំមាន40000 bro 50000ងាប់ហើយ bro ថ្លៃមែន យើងមិនក៏យើងអត់អាចបាញ់គាត់អត់ហើយយើងទុកលុយធ្វើអីដែរ bro តែ upgrade base bro ធ្វើ upgrade base នេះខ្ញុំធ្វើ upgrade base ខ្ញុំមិនធំជាងនឹងទៀតនេះឥឡូវ base ខ្ញុំ level 1ខ្ញុំត្រូវ up ចាយលុយអស់ម៉ែ200,000 bro ដើម្បី upgrade bro ខ្ញុំមិនមានលុយ bro តែមិនទេ bro ហើយតែ ខ្ញុំ មើល ត្រូវ សិន ការលុយ ឥឡូវចោះតិចទៀតអីវាមិនដែរដេកមិនតិច50000 ឥឡូវខ្ញុំមើល live ប្រសែងឃើញលុយមាន45000ឲ្យខ្ញុំអស់ហ្មងមិនយ៉ាង លុយឲ្យអស់មិនឲ្យចាប់ប្រទះគេថ្មីចឹងគេឲ្យ party អី ឥឡូវចង់និយាយថាទោះមិនក៏ត្រូវ free ទូតាំងទូហើយនឹងចក្រានបាយខ្ញុំដែរដូចបរិយនេះអីគេត្រូវ free បន្តិចទូចឹងឲ្យភ្ញៀវ តវ៉ាច្រើនហើយយក100,000វិញហ៎ ចោលហើយ យក100,000វិញហ៎អ្នកគ្នាជួយបាញ់លុយប្រសែងទៅបើចិត្តប៉ុនទៅខ្ញុំមិនដឹងខ្ញុំ100,000វិញហ៎ប្រសែងតវ៉ាច្រើនពេក ទៅអត់តវ៉ាទៅអត់តវ៉ាទៅគេយក80000វិញចឹង 30000ថ្លៃណាអើយ30000ថ្លៃណា ខ្ញុំត្រូវការលុយ ពីណាគេវាយលុយខ្ញុំឥឡូវ30000មែនមកឥឡូវសម្រាប់ថា30000ណាអត់មានកន្លះសម្ដីឡើងទៀតទេណា ឥឡូវ30000តែមកជាហៀងហ្នឹងនេះតែមកបន្ទប់ហ្នឹង80000បាននេះកាត់លេងទៅនេះ វាចាស់ អូ អូតែមកទៅដល់30000អូកៅនេះទាំងរស់បាត់ហើយឥឡូវគ្នាយើងជួយគិតមើលផ្ទះខ្ញុំប៉ុណ្ណានៃទាំងអស់ហ្នឹងគឺ100,000ហើយគាត់គ្រាន់តែគាត់ខាងក្នុងបន្តិចមែនហ្នឹង80000ម៉ែនេះគាត់ថ្លៃមែន ចំគាត់តុកមួយកៅអីមួយហ្នឹង5000បាត់ហើយនេះ ឡើងតុកឈើឲ្យអីតុកគេទិញមកពីណា តុងទិញ
ទិញមកវិញណាតុកមួយឈើស្អីគេឈើអីក៏ថ្លៃមកឈើក្លឹមមែនឈើកញ្ញូងមែន អូអាហ្នឹងដោយសារតែ credit ខ្ញុំអ្នកធ្វើអ្នកធ្វើអញ្ចឹងថ្លៃយ៉ាងហ្នឹង អូយអានេះ bro មកពី bro ឯង bro មកពី bro ឯង bro មកនេះ bro បៀដឺមកជួលមក bro សើតាបៀគេណាជួលកំពូលបៀដឺឥឡូវមិនដែរគេកោក្បាលទាំងរស់នេះ ឥឡូវនេះធ្វើម៉េចបងខ្ញុំស្គាល់តែគាត់មកឲ្យខ្ញុំល្បីឈ្មោះថាគាត់បៀលល្អហើយខ្ញុំអត់ដឹងថាគាត់មុខលុយអញ្ចឹងណា តែឥឡូវឈប់ឥឡូវមកជាងផ្ទះហ្នឹង 50000 ហើយចុះទាំងអស់ហ្នឹងហ្មងឥឡូវលុយខ្ញុំមាន 100,000 ហើយគ្នាយើងគាត់ចាប់បាញ់ឲ្យខ្ញុំហ្មងអ្នកក្នុងភូមិហើយនឹងអ្នកមើល live គាត់បាញ់ឲ្យខ្ញុំឥឡូវ 100,000 ហើយឡើងមិនគិតមិនស៊ឺគាត់សិនណាមាន 100,000 វិស្វករ ណែ អីកាត់អីលើសម្រាប់ចិត្តបាននៅ គិតបាននិយាយមកគិតបានមកផ្ទះហ្នឹងហ្មងគិតបាននិយាយមកបាញ់លុយឥឡូវហ្មង 150,000 150,000 150,000 អូមានមែនចំ 150,000 ចំឈីទេ ចុំឈីតមែនយីចង់ថា businessman ណាគេដាក់លុយចោលក៏លុយគេកើនឡើងដែរយេបង្កើតលុយដែរយេ អូយកឆ្លៃជាងហ្នឹងបាទនេះស្ដាយឡើងលុយទៅ មនុស្សនេះខូចបរយមនុស្សនេះចង់កោលយើងហ្មងគ្រាន់ឮថាយើងរៀងអ្នកមានអីចឹងណាចង់កោលបរយ លើក្រោយខ្ញុំឈប់ជួយឯង bro ឈប់ជួលហើយចង់ថាខ្ញុំជួលតែម្ដងណាលើក្រោយខ្ញុំឈប់ជួយព្រោះស៊ីថ្លៃហ៎ ប្រយ័ត្នតាពេលធ្វើឲ្យឃើញស្អាតប្រយ័ត្នហៅទៀតចង់និយាយចឹង ឥឡូវ ហៅលើក្រោយមើលយកខ្ទង់លៀនហ្មងធៀមលុយ តា bro បានហើយយើងចិត្តបកកាយពីគាត់ bro បានហើយ bro កើតទេតវ៉ាកាន់តែច្រើនលុយឡើងកាន់តែខ្លាំងអត់កើតទេម៉ែ បងគេថាមកផ្ទះ 50000 ណា bro មិនតែ 50000 bro ពេលហ្នឹងយើងអត់លុយ bro កុំខ្ញុំមកតវ៉ាតែពេលហ្នឹងខ្ញុំអត់លុយតែពេលនិយាយចុះនិយាយឡើងគាត់ឡើងថ្លៃ bro ឥឡូវដឹងខ្ញុំសល់លុយមែនអត់ឥឡូវដឹងខ្ញុំសល់លុយមែនអត់$680 bro តាម bro ឯងធំរយក្នុងដៃហ្នឹង ឥឡូវចង់ថាឥឡូវខ្ញុំមិនអាចអត់មានលុយសោះក្នុងខ្លួនទេខ្ញុំត្រូវវិនិយោគខ្លះខ្ញុំដាក់លក់របស់ពិសេសមួយព្រោះនេះខ្ញុំពេល server ដាក់លក់ខ្ញុំទិញបាន30ឆេះដែរតែអត់បានចែកគ្នាយើងឥឡូវដាក់លក់វិញហី ដាក់លក់ដែរ ឥឡូវខ្ញុំលក់មួយឆេះ 1000 វិញដែរថ្លៃអត់ ដាក់គ្នាយើងទិញហីគ្នាយើងនឹងជួយទិញហី ឥឡូវនេះគឺជា private chest នេះចាំមើលឈ្មោះវាគឺ private chest ហ្នឹងហើយអញ្ចឹងពេលដែលគ្នាយើងដាក់អញ្ចឹងមកបើកបានតែយើងឯងពេលយើងបើកគឺធម្មតាហើយមានឈ្មោះយើងទីនេះ Sing Master private chest ហ្នឹងហើយឥឡូវឲ្យបតៃបើកកើតអត់កើតហ្នឹងហើយក៏បើកកើតទេមកឥឡូវខ្ញុំឲ្យបតៃមកបើក chest ធម្មតាវិញមើលក៏បើកកើតដែរតែនេះគឺជា chest ធម្មតាអត់មានឈ្មោះទេញ៉ាំមើលបានតែមានឈ្មោះឯងបើកបានទាំងអស់គេហ្នឹងហើយអញ្ចឹងពេលដែលយើងនៅក្នុងភូមិមួយគ្នាបញ្ហាសំខាន់គឺខ្លាចគ្នាយើងលួចរបស់យើងអញ្ចឹងយើងគួរតែទិញ chest ហ្នឹងម្នាក់មួយទៅអញ្ចឹងគ្នាយើងចង់ទិញ chest ហ្នឹងតាក់ទងខ្ញុំគឺខ្ញុំមានលក់ហ្នឹងហើយគឺខ្ញុំមានលក់ឆេះហ្នឹងតែឥឡូវខ្ញុំដាក់លក់ឆេះនេះនៅក្នុងតម្លៃ$1000អញ្ចឹងអ្នកចង់ទិញចាំស្លាយអីទិញទៅទិញឲ្យតន់គេទៅទិញឲ្យតន់គេគឺអស់ហើយមាន30ឆេះហ្នឹងហើយ$1030ឆេះ30000អត់ទេជួយលុយសតឡើយ bro លុយសត ជប់លៀង bro ផ្ទះថ្មី ចំ bro កាំពីមានពិត bro កាំពីមានពិត bro កាចោលម្ចាស់អត់ទេ លឺចាំទីមយកនេះចង់ຕົកសិន អូខេចោលហ្នឹងអត់អីសុវត្ថិភាព មកមេជាងឥឡូវជួលខ្ញុំយកឲ្យអត់ខ្ញុំទៅចងខ្សែឲ្យខ្ញុំមានឡៃត្រា ជួលឡើយជួលឡើយ អត់ទេខ្ញុំយកដៃ យកកាត់ទេយកមកទេ ខ្ញុំមក ជួយចង់ធ្វើអីខ្ញុំធ្វើយកកាត់ដល់ជួយយកកាត់ដល់ជួយឥឡូវជួលនេះបតៃមាននេះឡៃត្រាអូខេបលុយទៀតហ្នឹងហើយនេះហោះយកឲ្យមួយផ្លែតបានហើយ ជួលមក ជួលទៅ មើលខ្ញុំហាក់ដើរមើលខ្ញុំហាក់ទៅសិនមួយធ្លាក់បាក់កបាត់ចាំពេលខ្ញុំគាត់ឲ្យលុយខ្ញុំមកខ្ញុំជិះយកឲ្យនេះមកជប់មក ទៅឥឡូវគេចាប់កាសបានហើយទៅឲ្យលុយគេទៅយកកាសឲ្យវិញខ្ញុំខំឥឡូវបតាជីបានណាគាត់យកកាសបានណា ខ្ញុំយកតែ10000ទេ អូយបើបលែធម្មតាខ្ញុំយកបាននេះមកទៅធ្វើបាបខ្ញុំហ្នឹងអ្នកគ្នាមើលឡើងជីថៃជីទៅឆ្ងាយមើលបលី ទៅ10000សោះ10000បាញ់លុយមកគាត់យកចុះមកវិញហី អូយមកដេញតថ្លៃមកបាន10000ឥឡូវអស់10000ដសារប៉ុណ្ណឹងនេះអត់បានទេ ចាប់បានហើយ10000សោះហ្នឹង ខ្ញុំបាញ់50005000បានទេ5000បានទេណាឡាមជីវិញណា បាន 5000 bro 5000នេះប្រូកោច្រើនតិចមកអត់ប្រូគេកោលុយយើងឡើងងប្រូគេកោខ្ញុំឡើងអស់ពីខ្លួននេះ យ៉ាត់គាត់ទិញអាឈើអន់ដាក់ផ្ទះយើង bro អូខេតើឥឡូវគ្នាយើងដាក់លក់ឆេះនេះម្ដងមួយចិត្តអស់ហើយយើងគ្នាយើងចាំទិញទៅដាក់លក់ចិត្តអស់ហើយអាលីហី ជួយចង់ថា ខ្ញុំ46000ប្រហែលខ្ញុំ5000ខ្ញុំលក់បាន30000ជាងទៀតហើយមានអ្នកខ្លះបាញ់ឲ្យខ្ញុំបន្ថែមទៀតអ្នក donate នៅក្នុង server និយាយទៅអ្នកក្នុង server ក៏មានអ្នក donate ឲ្យខ្ញុំអ្នកក្នុង live ក៏មានអ្នក donate ឲ្យខ្ញុំ show on នៅលើហ្នឹងហើយអញ្ចឹងអរគុណគ្នាយើងខ្លាំងមែនតើសម្រាប់ការ donate thanks you so much guys
I love you guys ឥឡូវមុនហ្នឹងគឺខ្ញុំដាក់លក់ឆេះហើយមានភាគច្រើននេះយើងទិញអត់តាន់ទេឥឡូវពីណាគេខ្លះចង់ទិញឆេះហ្នឹងខមមិននៅខាងក្រៅមកហ្នឹងហើយចាខ្ញុំដាក់លក់ថែមទៀតអូខេបងអូខេអញ្ចឹងគ្នាយើងក៏ចង់ឲ្យដាក់លក់អញ្ចឹងអ្នកមានភូមិគ្នាយើងអ្នកមានភូមិខ្ញុំ recommend មែនតើឲ្យប្រើប្រាស់អា chest ហ្នឹងហើយព្រោះ chest protection ហ្នឹងទៅមាន member ប្រហែលជា10 20នាក់អញ្ចឹងយើងគួរតែទិញចែកគាត់ម្នាក់10ម្នាក់5ម្នាក់អីអញ្ចឹងទៅឲ្យគាត់មាន chest ហ្នឹងដើម្បីប្រើប្រាស់គឺល្អនេះគឺគាត់លួចរបស់គ្នាទៅវិញទៅមកអត់បានអូ1000 stock yes នេះ private chest 1000 stock ហើយតម្លៃ$1000អញ្ចឹងយើងអ្នកទិញតនអ្នកទិញអត់បានគឺអត់អ្នកលេងនៅក្នុងនេះគឺមិនមែន1000នាក់ទេគឺរាប់ម៉ឺននាក់អញ្ចឹងចាំមើលចាក់ស្ដែងថាគ្នាយើងទិញតនអត់ហើយខ្ញុំសង្ឃឹមថាគ្នាយើងអ្នកមើលវីដេអូនេះគឺអាចនឹងមកទិញតនគេដែរព្រោះឥឡូវគ្នាយើងអ្នកក្នុង live គាត់ចាប់ដើមទិញបារាហើយចឹងសង្ឃឹមថាគ្នាយើងអ្នកដែលមើលវីដេអូគឺនៅសល់ stock ខ្លះឲ្យគ្នាយើងអ្នកមើលវីដេអូបានទិញដែរហ្នឹងហើយខ្ញុំសង្ឃឹមចឹងចុះឥឡូវវគ្គក្រោយគ្នាយើងបើកមកនឹងឃើញbuilder គាត់ decor ណែខ្ជូបម៉ាក់កាប៊ីហ្នឹងគាត់ decor ខាងក្នុងស្អាតអីចឹងចាំអត់មើលទាំងអស់គ្នាថាភាគក្រោយ episode ទី5មានទស្សនវិជ្ជាបែបណាក្នុងផ្ទះខ្ញុំសំខាន់នៅខាងក្រៅនេះអត់មានទឹកទេនេះឥឡូវមិនប្រូយើងទៅចាក់ទឹកបំពេញកន្លែងហ្នឹងហីយ៉ាចាក់ទឹកមកអញ្ចឹងហ្នឹងហើយចាក់ទឹកទៅចាក់ទឹកបានជីទូកខ្ញុំចង់ស្ទូចត្រីស្ទូចអីក្នុងភូមិអញ្ចឹងណាអញ្ចឹងខ្ញុំចង់ដាក់ទឹក2ជាន់ដំបូងឡើយគឺយើងត្រូវ build ដីអញ្ចឹងសិនហ្នឹងហើយមកប្រូមានដីហ្នឹងសុំដីខ្លះមើលមកជួយដាក់ឥឡូវនេះខ្ញុំខ្វះដីហើយខ្ញុំត្រូវការឲ្យគ្នាយើងដាក់លក់ដីនៅក្នុង AH ហើយខ្ញុំចូលទៅទិញខ្ញុំឆែក AH សិននេះអូដាក់លក់ច្រើន500មកឥឡូវទិញនេះមួយ500បានអត់អី500ទៅណាគេលក់ដល់10000 Jessica ងាប់លក់កោបហើយ500ល្មមនេះអីទេជួយទិញដី500 500ក៏ថ្លៃដែរប្រូយើងវាយមកអា starter ហ្នឹងតាអំដមារីផងពួកគាត់អត់លុយអត់ទេយើងផ្ដល់ឱកាសការងារម្ដងម្នាក់អត់ទេជួយទិញគាត់ទេមិនទេ500 500ប្រូអត់ទេ500ល្មមទិញទេទៅទិញគាត់ទេបានហើយនេះគឺពេញដីពេញហើយអូខេអញ្ចឹងទីទៀតកន្លែងដីហ្នឹងគឺយើងចាក់ទឹកពីលើអូខេអូខេដាក់ទឹកបានបន្តិចអីហ្នឹងហើយដល់នេះដាក់ទឹកពេញអីនេះដាក់ទឹកពេញអីហើយជាបន្តទៀតគឺយើងកាប់ដីខាងក្រៅនឹងចេញវិញតោះកាប់ដីខាងក្រៅហ្នឹងមកប្រូធ្វើទឹកទៅអីប្រូធ្វើឡើងហើយប្រូទៅសួរថាដាក់ទឹកធ្វើអីប្រូដាក់ទឹកចឹងដើម្បីជីទូកលេងនឹងស្ទូចត្រីប្រូស្ទូចត្រីខ្ញុំចង់ឲ្យអ្នកភូមិស្ទូចត្រីប្រូស្ទូចត្រីហ្នឹងហើយស្ទូចត្រីអាចរកចំណីញ៉ាំបានដូចជាបង្កើតការងារសម្រាប់អ្នកភូមិទៀតប្រូយល់ទេអូខេអញ្ចឹងអ្នកភូមិយើងតិចទៀតចាំមកស្ទូចត្រីមកបងមកបង្កើតការងារឲ្យគ្នាយើងស្ទូចត្រីជុំគ្នាយើងជីទូកជុំគ្នាអញ្ចឹងណាផ្ទះខ្ញុំលយប្រូនេះបើកមនុស្សមកមិនដឹងនេះអ្នកភូមិមកកណោជួយជីកខ្ញុំនេះអញ្ចឹងមិនចេះឆ្ងល់មិនជីកលឿនម៉េះចង់អស់ហើយដូចជាអស់ហើយដឹងតោះឥឡូវនេះគឺអស់មែនតើអីអូទឹកប៉ត់ជុំវិញផ្ទះខ្ញុំគឺអែមែនតើហ្នឹងហើយអញ្ចឹងមិញ builder អត់ដាក់ទឹកឲ្យយើងឥឡូវគឺយើងដាក់ទឹកខ្លួនឯងដាក់ហើយដាក់ទូកដាក់ទូកជីណាអញ្ចឹងទឹករបស់ខ្ញុំគឺមានផ្លូវចោះផ្លូវអីត្រឹមត្រូវហ្នឹងហើយមានស្ពានអីអញ្ចឹងទៅតយើងចោះតាមហ្នឹងមកដាក់ទូក flop មកប្រូហេមកឡើងទូកយើងគ្នាយើងផ្សេងទៀតគាត់កំពុងតែហែទឹកលេងហើយហ្នឹងហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងចាំមើលអេពីសូតក្រោយផ្ទះយើងស្អាតឬមួយក៏យ៉ាងណា builder គាត់ស៊ីលុយខ្ញុំបន្ថែមហើយហីដើម្បីដេកផ្ទះហ្នឹងចាំមើលផ្ទះស្អាតកម្រិតណាកម្រិតណីហ្នឹងហើយគ្នាយើងផ្សេងទៀតតិចទៀតត្រៀមស្ទូចត្រីប្រូអាចនឹងបង្កើតការងារស្ទូចត្រីពួកគាត់ម្នាក់មួយហីប្រូយ៉ាមែនទេយ៉ាហើយអា starter kit យើងមានស្ទូចម្នាក់មួយដែរអូយ៉ា starter kit គឺមានស្ទូចស្រាប់ទៀតអញ្ចឹងគ្នាយើងត្រៀមអាចនឹងមាន event ស្ទូចត្រីមានអីអញ្ចឹងណាក្នុង live ជាមួយតាមepisode ក្រោយទាំងអស់គ្នាហ្នឹងហើយពេលដែលយើងមក review ផ្ទះយើងគឺយើងអាចនឹងមាន event ស្ទូចត្រីស្ទូចអីទៀតអញ្ចឹងគ្នាយើងត្រៀមស្ទូចសាហាវឲ្យហើយមកហ្នឹងហើយenchant ស្ទូច enchant អីឲ្យហើយមកហ្នឹងហើយ live លើក្រោយគឺយើងជួបគ្នាទៀតឬមួយក៏ video ក្រោយជួបគ្នាទៀតអញ្ចឹងយើង video episode 4របស់យើងថ្ងៃនេះគឺមានតែត្រឹមប៉ុណ្្នឹងទេអរគុណច្រើនយើងសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងម្ដងរហូតដល់ចប់ជូនបងប្អូនអរគ្នាសុខភាពល្អសំណាងល្អ IP សវ័នផលសវ័នដាក់ឲ្យនៅខាងលើហ្នឹងបញ្ជាជួបគ្នានៅក្នុង server ទាំងអស់គ្នា